ជំរឿសួរអូនពូមីងទាំងអស់គ្នាថ្ងៃនេះគឺអូននឹងមកអានអត្ថបទមួយដែលមានឈ្មោះថារ៉ែមាសនៅកម្ពុជាខេត្តនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដោយឡែកពីគ្នាថ្មីនេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងដីដ៏មានតម្លៃមួយទៀតគឺរ៉ែមាសអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ែមាសប្រហែលជាង8លានតោននៅកាទីនិងមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគិរីខ្លះនៃរ៉ែមាសក្នុងស្រុកនេះបានត្រូវក្រុមហ៊ុនចិនធ្វើវិនិយោគរួចទៅហើយរ៉ែមាសនៅខេត្តមណ្ឌលគិរីជារ៉ែមាសដែលមានគុណភាពល្អអាចយកទៅធ្វើជាគ្រឿងអលង្ការផ្សេងសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ែមាសមិនមែនមានតែនៅខេត្តមណ្ឌលគិរីទេនៅស្រុករវៀងខេត្តព្រះវិហារក៏មានរ៉ែមាសដែរប្រជាជននៅទីនោះមានការរែងមាសជារបរចិញ្ចឹមជីវិតតាំងពីណាស់មកហើយពួកគេរែងមាសដោយកម្លាំងពលកម្មសុទ្ធសាធគេអាចរកមាសបានពី5 ជីទៅ1ដំឡូងក្នុងមួយសប្តាហ៍យ៉ាងហោចណាស់ក៏បាន2ឬ3ជាមាសធម្មតាដែរគេយករ៉ែមាសបានដោយការជីកលងដីរហូតគេប្រទះឃើញស្រទាប់ដីពណ៌លឿងជាខ្សែគេយកដីនោះទៅរែងរួចគេយកទៅធ្វើអគ្គិសនីវិភាគយកមាសសុទ្ធគេត្រូវប្រែក្លាតវាឲ្យទៅជាមាសទឹកដាប់សុទ្ធមាសជារូបិយប័ណ្ណសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិក្នុងនាមជាកុលបុត្រក៏ធីតាខ្មែរត្រូវជួយថែរក្សាសម្បត្តិធម្មជាតិទាំងនេះឲ្យគង់វង្សបានយូរអង្វែងដើម្បីឲ្យប្រទេសជាតិបានរីកចម្រើនដោយប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងប្រទេសជឿនលឿនលើពិភពលោកសំណួរ1តើរ៉ែមាសមាននៅខេត្តណាខ្លះមាននៅខេត្តណាច្រើនជាងគេ2តើគេត្រូវធ្វើដូចម្តេចដើម្បីយកមាសបាន3តើគេធ្វើដូចម្តេចដើម្បីឲ្យរ៉ែមាសទៅជាមាសសុទ្ធ4តើរ៉ែមាសផ្ដល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជននិងប្រទេសជាតិ5តើការជីកយកមាសដោយកម្លាំងពលកម្មសុទ្ធសាធអាចធ្វើឲ្យសម្បត្តិធម្មជាតិហិនហោចឆាប់រហ័សដែរឬទេលំហាត់កចូលអាននិងពន្យល់នៃពាក្យពហុព្យាង្គខាងក្រោមអគ្គិសនីរូបិយប័ណ្ណសេដ្ឋកិច្ចកុលបុត្រកុលធីតាអាស៊ីអាគ្នេយ៍ខចូលរកពាក្យដែលមានន័យផ្ទុយនឹងពាក្យមាសសុទ្ធគង់វង្សរីកចម្រើនជឿនលឿនចម្លើយសំណួរទី1រ៉ែមាសមាននៅខេត្តដែលច្រើនជាងគេគឺនៅខេត្តមណ្ឌលគិរី2ដើម្បីយកមាសបានគេត្រូវការជីកលងដីរហូតដល់ប្រទះឃើញស្រទាប់ដីពណ៌លឿងជាខ្សែគេយកដីនោះទៅរែងរួចគេយកធ្វើអគ្គិសនីវិភាគយកមាសសុទ្ធគេត្រូវប្រែក្លាយវាឲ្យទៅជាមាសទឹកដាប់សុទ្ធ3ដើម្បីរែងឲ្យបានទៅជាមាសសុទ្ធគេត្រូវរែងរួចយកទៅធ្វើអគ្គិសនីវិភាគយកមាសសុទ្ធ5តើរ៉ែមាសផ្ដល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជននិងប្រទេសជាតិរ៉ែមាសផ្ដល់អត្ថប្រយោជន៍ដល់យើងដូចជាជួយឲ្យប្រទេសយើងរីកចម្រើន5តើការជីកយកមាសដែលកម្លាំងពលកម្មសុទ្ធសាធអាចធ្វើឲ្យសម្បត្តិធម្មជាតិហិនហោចឆាប់រហ័សដែរឬទេចម្លើយការជីកយកមាសដែលកម្លាំងពលកម្មសុទ្ធសាធមិនអាចធ្វើឲ្យសម្បត្តិធម្មជាតិរបស់យើងហិនហោចទេចម្លើយសំណួរកអគ្គិសនីមានន័យថាភ្លើងអេឡិចត្រូនិករូបិយប័ណ្ណមានន័យថាមាសប្រាក់លោហៈធាតុដែលប្រទេសនីមួយបញ្ញត្តិឲ្យប្រើប្រាស់ជាមួយរបស់សម្រាប់ចាយវាយ
សេដ្ឋកិច្ចមានន័យថាមុខរបរដ៏ឧត្តមមុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗសេដ្ឋកិច្ចជាតិកុលបុត្រមានន័យថាកូនស្រីនាមកុលធីតាមានន័យថាកូនកុលបុត្រមានន័យថាកូនប្រុសនាមកុលធីតាមានន័យថាកូនស្រីនាមអាស៊ីអាគ្នេយ៍មានន័យថាទ្វីបអាស៊ីប៉ែកអាគ្នេយ៍នាមខចូលរកពាក្យផ្ទុយដែលមានន័យផ្ទុយនឹងពាក្យមាសសុទ្ធមាសក្លែងក្លាយកង្វង់មានន័យថាផ្ទុយនឹងពាក្យបាត់បង់រីកចម្រើនផ្ទុយនឹងពាក្យអន់ថយជឿនលឿនផ្ទុយនឹងពាក្យយឺតយ៉ាវយាយ